ta dependent reflect hay là superficial reflect ខុសគ្នារបៀបម៉េចបាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកអំពីភាពខុសគ្នានៃ dependent reflect ហើយនិង superficial reflect ណាថាតើពីរហ្នឹងវាខុសគ្នារបៀបម៉េចចំពោះ dependent reflect គឺ receptor វានៅខាងក្នុងសាច់ដុំអញ្ចឹងយើងតែងតែគោះទៅលើ tendon ពេលដែលយើងគោះទៅលើ tendon ទៅ sensory វារត់ទៅដល់ spinal cord internal neuron ក៏វាមកជាទៅលើសាច់ដុំហើយធ្វើឲ្យសាច់ដុំវាកធាក់លក្ខណៈជា reflex ហើយ dependent reflex ភាគច្រើនមានដូចជា tricep reflex bicep reflex knee jerk reflex ជាដើមតែចំពោះ superficial reflex receptor វានៅខាងក្នុងស្បែកអញ្ចឹងយើងមិនចាំបាច់គោះវាទេយើងគ្រាន់តែប៉ះពីលើស្បែកឬក៏ឆូតពីលើស្បែកទៅវាធ្វើឲ្យសាច់ដុំនៅកន្លែងហ្នឹងវាកធាក់លក្ខណៈជា reflex ណាsuperficial reflex មានដូចជា abdominal reflex cremasteric reflex anal reflex ជាដើម